ជំរាបសួរបងប្អូនអ្នកស៊ីងក៏មកស្លមកជួគ្រឿងញ៉ាំម្នាក់ឯងបាទហើយអ្នកមីងគ្រួសារក៏ញ៉ាំបានដូចគ្នាតែម្ដងបាទហ្នឹងហើយធ្វើញ៉ាំបានដូចគ្នាតែម្ដងនេះក៏ខ្ញុំមើលតាម YouTube ហើយខ្ញុំរៀនធ្វើខ្លួនឯងទៀតបងប្អូនបាទហ្នឹងហើយអញ្ចឹងក៏ប្រកែប្រកាន់អីអ្នកដែលគាត់ចេះធ្វើច្រើនជាងអីគាត់អាច comment ប្រាប់ក្នុងនេះបានមានវិធីសាស្ត្រប្លែកៗហ្នឹងអញ្ចឹងយើងមកមើលគ្រឿងផ្សំយើងទាំងអស់គ្នាបាទមានសាច់គោបាទបើដោយសារអត់មានចង់ជំនីទេខ្ញុំយកជាមួយនឹងសាច់លាយខ្លាញ់តិចៗបាទយើងមានប្រហុកមានដេងល្មៀតខ្ជាយម្ទេសខ្ទឹមហើយនឹងអំពិលបាទហើយធ្គួនហើយនឹងម្រះព្រៅបាទហើយនឹងខ្ទិះដូងបងប្អូនបាទហ្នឹងខ្ទិះដូងបាទហើយយើងបុកគ្រឿងទៅដោយសារតែយើងទិញគ្រឿងមកពីផ្សារហ្នឹងគឺវាអត់ចូលជាតិមិនទេបាទប៉ុន្តែបុកគ្រឿងញៀងខ្ជិលបងប្អូនបាទហ្នឹងជឿបុកមែនតើដោយសារវាយូរបងប្អូនបុកគ្រឿងយូរមែនតើ4-10នាទីត្រឹមតែចុកដៃចុងងាប់បាទខ្ញុំមិនជ្រាបឯងផងបាទគាត់ថាចង់ញ៉ាំហើយត្រូវតែធ្វើអញ្ចឹងបាទហ្នឹងហើយអញ្ចឹងយើងបុកមកងាយល្អិតបើហាន់ឡើងក្រេលប៉ុណ្ណាណៃបងប្អូនបាទដោយសារខ្លាញ់មុតដៃអត់សូវចេះហាន់យើងបុកអត់ហើយយើងដាក់ប្រហុកចូលទៅនេះដែលគាត់ចេះញ៉ាំប្រហុកហ្នឹងបាទបើចេះញ៉ាំមិនដាក់ក៏បានដែរតែដាក់ប្រហុកចូលទៅវាឈ្ងុយដែរអញ្ចឹងបាទឆ្ងាញ់មួយយ៉ាងដែរអញ្ចឹងហ្នឹងស្រាប់នេះចូលចិត្តញ៉ាំឆ្ងាញ់បងប្អូននេះគាត់អត់ចេះញ៉ាំរួចហើយយើងបើគេកម្ដៅឆ្នាំងសិនមកបាទហ្នឹងយើងចាក់ខ្លាញ់ចូលបងប្អូនបាទហ្នឹងយើងកម្ដៅខ្លាញ់ឲ្យវាខាស់ទឹកឲ្យវាក្ដៅឆ្នាំងសិនណាបាទហ្នឹងខ្ញុំប្រាប់ទៅហើយអ្នកមិនចេះធ្វើចាំមើលបាទហ្នឹងនេះដែលចិត្តចេះធ្វើឲ្យខ្ញុំខ្មែរហ្នឹងខ្ញុំអានេះខ្ញុំចៃរំលែងនេះដែលគាត់អត់ចេះធ្វើសោះបាទអាចធ្វើតាមបានហ្នឹងយើងដាក់គ្រឿងចូលទៅហើយយើងលេងវាឲ្យគេហៅថាឲ្យវាក្តៅឬក៏ឲ្យវាចូលជាតិជាមួយនឹងនេះសិនណាចាំដាក់សាច់ទេបងប្អូនលេងឲ្យវាក្តៅជាមួយនឹងគ្រឿងទីសិនបាទហ្នឹងដៃបជាងលេងដៃបជាងតាំងកាមេរ៉ាអញ្ចឹងទៅបាទយើងកូរឲ្យវាចូលជាតិអស់សិនមកបាទរួចហើយបើសិនជាបងប្អូនមានខ្ទិះដូងបងប្អូនចាក់ខ្ទិះដូងចូលណាឲ្យវាខាស់ទឹកសិនណាកូរឲ្យយើងកណ្ដៅវាប្រហែលជា 3-4 នាទីឲ្យវាខាស់កុំឲ្យវាធំក្លិនសាច់ហ្នឹងហើយពេលដែលយើងញ៉ាំទៅវាអត់ធំក្លិនសាច់ហ្នឹងហើយខ្ញុំធ្វើអញ្ចឹងរហូតដែរខ្ញុំអត់ដឹងថាខ្ញុំអត់ដែលមករៀនពីណាគេទេខ្ញុំមើលតាម YouTube បងប្អូនបាទហ្នឹងហើយក៏ឃ្លានញ៉ាំធ្វើខ្លួនឯងទៅបងប្អូនបាទដោយសារតែយើងទិញគេដូចវាអត់ត្រូវចិត្តយើងមិនបងប្អូនយើងចង់ញ៉ាំតែហើយយើងទិញគេមកវាអត់ចំណូលចិត្តបាទហ្នឹងហើយយើងមើលទៅវាខាស់ល្មមហើយយើងចាក់ច្រឡំទឹកនេះទីដូងបងប្អូនបាទនេះចង់និយាយចង់តែជាប់បាទហ្នឹងដាក់ទីដូងចូលមកហើយយើងតែឯង2នាក់អីទេទីដូងតែ1000បានហើយបាទហ្នឹងបើយើងទិញអាកំប៉ុងវាមកកំប៉ុងដូចជា2500បាទហ្នឹងហើយតាមកំប៉ុងនឹងចូលទាំងអស់ទៅហ្នឹងហើយយើងកូរវាឲ្យហើយយើងកដៅវាឲ្យពុះសិនចាំយើងចាក់ទឹកចូលថែមបាទហើយយើងកណ្ដៅឲ្យវាពុះសិនចាំយើងចាក់ទឹកចូលថែមបាទព្រោះវាពុះហើយយើងចាក់ទឹកចូលបងប្អូនបាទយើងចាក់ទឹកមកល្មមបាទឆ្នាំងខ្ញុំនេះគឺឆ្នាំងមកទឹក1លីត្រកន្លះបាទអញ្ចឹងខ្ញុំដាក់ទឹកប្រហែលជា1លីត្រជាងនេះ1លីត្រកន្លះដោយសារតែបូករួមជាមួយនឹងទាំងខ្ទិះដូងដែរបាទទឹកហ្នឹងប្រហែលជា1លីត្រទេហ្នឹងហើយខ្ទិះដូងហ្នឹងប្រហែលជាកន្លះលីត្រដែរមិនដល់ទេហ្នឹងហើយប្រហែលជាង1លីត្រខ្ញុំចាក់ទឹកចូលមកហើយរួចជាការស្រេចតែម្ដងហើយយើងចាំឲ្យវាពុះបើសិនជាបងប្អូនអត់ចង់ឲ្យអាក្លិនដែលថាម្ជូរវាទេបើយើងដាក់ម្ជូរ7ហ្នឹងហើយបើគេដាក់ម្ជូរខ្សាំងដាក់តែម្ដងក៏បានដែរតែបើដាក់ម្ជូរ7ចាំឲ្យទឹកវាពុះសិនបាទហ្នឹងហើយចាំទឹកវាពុះហើយចាំយើងដាក់ម្ជូរបងប្អូនបាទហ្នឹងហើយកុំតន់ដាក់បន្លែដាក់ម្ជូរមុនណាហ្នឹងហើយបាទឥឡូវនេះគឺវាពុះហើយបាទហ្នឹងហើយសាច់គោណាំឲ្យវានេះហើយវាផុយសាច់ល្អអញ្ចឹងហ្នឹងកុំឲ្យញ៉ាំទៅជាប់ថ្មិញ15នាទីអីទៅហ្នឹងហើយវាផុយសាច់ល្អអញ្ចឹងណាបាទនេះសាច់ជប់ខ្លាញ់ទៅវាអត់សូវស្វិតបើសាច់បើឆ្អឹងយើងស្ងោរយូរតិចក៏បានដែរបាទដូចឲ្យយើងដាក់អំពិលចូលមិនមែនដាក់ចូលទាំងគ្រាប់ទេណាយេបាទយើងយកតានេះវាបានយើងយកមកទឹកវាច្រំឲ្យវាចូលជាតិយើងចាក់ទឹកចូលឆ្នាំងណាបាទមិនច្រឡំឲ្យដាក់អំពិលចូលលេងគ្នាយើងដាក់អំពិលទាំងអស់ចូលតែម្ដងអត់កើតទេបងប្អូនបាទយើងយកនេះយកទឹកមកដាក់ក្នុងចានហើយយើងច្រំវាបាទឲ្យវាចាញ់ជាតិអំពិលបើយកតែចិត្តជូរទៅណាហ្នឹងហើយ
cả với mày tạ trôi tầng ở tê dương đặt mà crop bị club bay club cả ban nào chẳng này tại cùng chạ trôi tầng ở bờ ở chạ tầng ở cả ban này bây giờ miền nào sắm kia nó tròn cho lại cái sro này tại nhom tinh sắm mà về tui pe với cho lại cả chẳng bạn do này cho lại tầng đà chẳng này đôi khi dương chạ trôi mấy bạn nàyนี่យើងត្រង់យកទឹកហើយយើងចាក់ចូលមកណាហ្នឹងហើយបាទបងប្អូនមើលវីដេអូនេះដូចវែងពេកដឹងហ្នឹងហើយអត់វែងទេប្រហែលជា5 6នាទីហ្នឹងហើយបាទហើយយើងចាក់ចូលមកតែមុននឹងដាក់តគួនហ្នឹងបងប្អូនអាចដាក់ទឹកត្រីសិនក៏បានដែរនេះបងប្អូនដាក់ទឹកត្រីសិនមកបាទមកច្រោចពីច្រោចឲ្យទឹកត្រីវាប្រៃអញ្ចឹងអត់អាចដាក់ច្រើនបានទេណាមកជូរគ្រឿងយើងដាក់ប្រហុកដាក់បុកគ្រឿងបុយដែរដាក់ប៊ីចេងមកដែរវាអាចនឹងប្រៃដែរអញ្ចឹងយើងកុំដាក់ទឹកត្រីច្រើនពេកយកញ៉ាំអត់កើតណាបងប្អូនបាទហាមដាក់អំបិលណាបាទស្លនេះបើដាក់អំបិលវាអាចនឹងប្រៃណាយើងកុំដាក់អំបិលល្អជាងចាំសាបចាំថែមក្រោយណាហ្នឹងយើងដាក់តគួនចូលទៅតគួននេះបងប្អូនមិនបាច់ស្ងោរយូរទេហើយក៏មិនបាច់ទុកវាយូរទេតែ5នាទីអីយើងមកបង់ម្រេចព្រូវហើយបាទបើសិនជាបងប្អូនចង់ហឹលហើយឆ្ងាញ់បងប្អូនដាក់ម្រេចព្រូវដែរណាហ្នឹងបាទដាំដាក់ត្រួតតគួន5នាទីហើយចាំយើងបង់ម្រេចព្រូវទៅម្ដងបាទហ្នឹងពុះហើយ5នាទីហើយបាទអញ្ចឹងយើងដាក់ម្រេចព្រូវចូលទៅបងប្អូនបាទហ្នឹងហើយបាទសម្រាប់អ្នកនៅម្នាក់ឯងអញ្ចឹងបងប្អូនមិនបាច់ដាក់ទាំងអស់ក៏បានដែរដោយសារតែបើយើងដាក់ទាំងអស់វាស្លោកពេលយើងដាក់ចឹងពាក់កណ្ដាលទៅយើងទុកពេលយើងកណ្ដៅវាញ៉ាំពេលល្ងាចអញ្ចឹងឬក៏យើងញ៉ាំអត់អស់យើងកណ្ដៅវាអញ្ចឹងចាំយើងដាក់ចូលក្នុងចានម្ដងទៀតឲ្យវាឈ្ងុយដោយសារតែបើយើងដាក់វាទាំងអស់វាក្ដៅខ្លាំងពេកវានឹងរលួយអត់នេះអត់ក្អូបហ្នឹងហើយបាទយើងចាំថែមក្រោយទៅបានដែរនេះរួចរាល់ហើយបាទហ្នឹងចឹងយើងដាក់ចានហើយយើងញ៉ាំទៅបាទហ្នឹងមានគ្នា2នាក់ក៏ញ៉ាំ2នាក់ទៅមាន3នាក់ក៏ញ៉ាំ3នាក់ទៅបាទឆ្ងាញ់បងប្អូនបាទខ្ញុំធ្វើខ្លួនឯងមិនឆ្ងាញ់ម៉េចមែនអត់បាទបាទជាចុងក្រោយអត់ភ្លេចណែនាំជាមួយនឹងអ្នកឧបត្ថម្ភរបស់យើងទេធានប្រយោជន៍ចាប់បងប្អូនយើងដែលគាត់កំពុងតែមានបញ្ហាស្គមនិងក្រពះពោះវៀនភើជូរបាយមិនបានគេងមិនលូកក្តៅក្នុងក្តៅខ្លួនក្តៅសែនចុកឆ្អល់ក្រពះពោះវៀនណាមដៃច្រាបងប្អូនអាចងាកមកប្រើប្រាស់ជាមួយនឹងធានប្រយោជន៍នេះបានប្រើបានទាំងស្រីទាំងប្រុសបាទញ៉ាំដើម្បីឡើងគីឡូក៏បានញ៉ាំដើម្បីព្យាបាលបញ្ហាចុកឆ្អល់ក្រពះពោះវៀនភើជូរក៏បានដូចគ្នាតែម្ដងបាទបងប្អូនចាប់អារម្មណ៍ឆាតមកដល់នេះឬក៏ខមមកដល់នេះយើងមានប្រូម៉ូសិនពិសេសជូនផងដែរណាបាទគុណច្រើនណាស់បាទក្រុមជ្រាបលា